Hello លោកសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឲ្យមាននឹងមកបន្តសេរីរបស់យើងដែលជាភាគបន្តប្រាណិភាពមួយនេះsẽ choកម្ពុជាសម្លឹងមើលទៅកាន់ឆិនស៊ីឡាងយ៉ាងកំណាក់ឆិនស៊ីឡាងក៏បានដឹងផងដែរថាល្បឿនរបស់សត្វចោមួយនេះវាពិតជាលឿនចំណុចខ្សោយរបស់វាគឺជាការប្រយុទ្ធចម្ងាយជិតអញ្ចឹងក៏ដឹងអ្វីដែលត្រូវធ្វើហើយបើវាដំណើរការគាត់ប្រកាសជាអាចសម្លាប់ទៅកាន់សត្វចោមួយនេះបានឬហើយគាត់ក៏លោតទៅវាប្រហារទៅកាន់សត្វចោមួយនោះជាលទ្ធផលយើងក៏បានឃើញហើយថាគាត់ត្រូវបានសត្វចោមួយនេះខំក៏ប៉ុន្តែវាគ្រាន់តែជាល្បិចរបស់ឆិនស៊ីឡាងប៉ុណ្ណោះទីដារបស់គាត់ចាក់សម្លាប់សត្វចោមួយនៅក្នុងពេលតែមួយតែម្ដងទៅហើយក៏បានសរសើរផងដែរថាហ្គេមមួយនេះវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ System ក៏លបបង្ហាញថា level របស់គាត់ពេលនេះគឺមាន level 5ទទួលបានបន្ទុកបទពិសោធន៍ចំនួន6000បន្ទុកជំនាញចំនួន30ព្រមទាំងរបស់អ្នកតាមប្រមាណត្រូវបានជាសះស្បើយទាំងអស់ផងដែរឆិនស៊ីឡាងក៏បាននិយាយថាយ៉ាងណាមិញទាំងអស់នេះគាត់អាចជាសិទ្ធិចម្លែកនៅក្នុងហ្គេមប៉ុណ្ណោះពេលនោះ System ក៏លបប្រាប់ថាពេលនេះផ្សារដ៏អាចក៏បានក៏ត្រូវបានបាក់ឡើងដោយមិនបង្អង់យូរឆិនស៊ីឡាងក៏បានចូលពិនិត្យមើលក៏បានឃើញហើយថានៅទីនេះគឺសម្បូរដោយអាវុធដែលមានកម្រិតខ្ពស់ទាំងអស់ហើយវាក៏ថែមទាំងមានប្រព័ន្ធទាហានស៊ីឈ្នួលថែមទៀតផងដែលទាហានស៊ីឈ្នួលទាំងអស់នោះផងណាវាមានច្រើនប្រភេទខ្លាំងមែនទែនប្រភេទនីមួយៗសសឹងតែខ្លាំងទាំងអស់តែម្ដងតែ System ក៏បញ្ជាក់ថាជាមួយនឹងកម្រិតរបស់អ្នកពេលនេះមិនអាចដោះសោទៅកាន់ពួកវាបាននោះទេឆាន់ស៊ីឡាងក៏បានយល់តែគាត់ក៏បានស្វែងយល់ថាជាមួយនឹងកម្លាំងរបស់គាត់ពេលនេះមិនអាចសូម្បីតែដោះស្រាយជាមួយសត្វចោមួយក្បាលបានចុះបើគាត់បានជួយជាមួយសត្វចម្លែកដែលមានកម្រិតខ្ពស់ទីនោះវាប្រកាសជាមានហានិភ័យដូច្នេះក៏ចាប់ផ្ដើមអាប់ទៅកាន់កម្លាំងរបស់គាត់ចំនួន5បន្ទុកឈាមចំនួន10បន្ទុកសល់ប្រមាណគាត់បានបន្ថែមវាទៅលើល្បឿនទាំងអស់បន្ទាប់ពីបានអាប់រួចគាត់ក៏មានអារម្មណ៍ថារាងកាយរបស់គាត់គឺពោពេញទៅដោយកម្លាំងតែពេលនោះគាត់ក៏បានឃើញថាចចកមួយក្រុមក៏បានស្លឹងមើលទៅកាន់គាត់យ៉ាងសាហាវខ្លាំងមែនទែនតែពេលនេះវាខុសពីមុនបន្តិចក៏ព្រោះថាគាត់ឡើងខ្លាចទៅកាន់សច្ចចកទាំងអស់នោះទៀតហើយរួចហើយសច្ចចកជាបន្តក៏បានងាប់អញ្ចឹងទៅមកមួយដេកមួយមកពីរដេក5ល្បឿននៃការវិបហាលើកនេះវាពិតជាលឿនខ្លាំងមែនទែននៅចង់បញ្ចប់សច្ចចកទាំងអស់នោះក៏ត្រូវបានជេរយហើយគាត់ក៏បានឡើង level ទៅកាន់កម្រិតទី15ផងដែរនិងបន្ទូជំនាញចំនួន75ឆិនស៊ីឡាងក៏បាននិយាយថាលើកនេះវាកាន់តែងាយស្រួលសម្រាប់គាត់ក្នុងការសម្លាប់ទៅកាន់សត្វចម្លែកទាំងអស់នោះពេលយប់ក៏បានមកដល់ឆិនស៊ីឡាងក៏បានចេញមកខាងក្រៅក្នុងការពិនិត្យមើលហើយគាត់ក៏បានឃើញតែការសច្ចចកមួយក្បាលវាបានស្លាប់ដោយគ្មានមូលហេតុនោះទេហើយពេលនោះក៏មានបរិយដែលអាចកំបាំងម្នាក់បានសម្លាប់ទៅកាន់សច្ចចកមួយនោះយ៉ាងខុសខើខ្លាំងមែនទែនឆិនស៊ីឡាងក៏សួរថាតើគឺជានរណាតែបរិយដែលអាចកំបាំងម្នាក់នោះក៏បានរលាយបាត់ភ្លាមធ្វើឲ្យឆិនស៊ីឡាងកើតមានចិត្តងឿងឆ្ងល់ខ្លាំងមែនទែនហើយគាត់ក៏បានពិនិត្យមើលទៅកាន់សច្ចចកមួយនោះក៏បានដឹងថាឈាមរបស់វាត្រូវបានបូមយ៉ាងសាហាវខុសខើមើលទៅមនុស្សម្នាក់នោះគេមិនធម្មតានោះទេស្រាប់តែពេលនោះ System ក៏បានលុបពមៀនទៅកាន់គាត់ហើយក៏មានអ្វីមួយយ៉ាងវាប្រហែលទៅកាន់ឆិនស៊ីឡាងឲ្យរងរបួសផងដែរឆិនស៊ីឡាងក៏ដឹងហើយថានេះមិនមែនជាមនុស្សនោះទេតែវាគឺជាសត្វចម្លែកមួយនោះវាក៏បានបង្ហាញខ្លួនពេញលេញដែលមើលទៅពិតជាកំណាចគ្រាន់តែឃើញភ្លាមឆិនស៊ីឡាងក៏បានញ័រដាវយកតែម្ដងក៏ព្រោះថាកម្រិតរបស់វាខ្ពស់ពេកហើយប្រសិនមកគាត់មិនបានអាប់ទៅកាន់ល្បឿនរបស់គាត់នោះទេប្រហែលជាពេលនេះគាត់បានបាត់បង់ជីវិតបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះសត្វចម្លែកមួយនេះវាក៏មានសមត្ថភាពក្នុងការព្យាបាលខ្លួនឯងផងដែរឆិនស៊ីឡាងក៏បានគិតថាបើទោះបីជាគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធជាមួយសត្វចម្លែកគ្រប់ប្រភេទក៏ដោយក៏ប៉ុន្តែជាមួយអាសត្វចម្លែកដ៏ខ្លាំងបែបនេះសូម្បីតែផ្លាទីក៏គាត់មិនអាចផ្លាទីបានដែរហើយវាក៏ជាលើកទី1របស់គាត់ផងដែរដែលមានអារម្មណ៍ភ័យខ្លាចបែបនេះត្រឹមតែមួយរំពេចសត្វចម្លែកមួយនោះក៏បានផ្លាទីមកចិត្តគាត់យកតែម្ដងឆិនស៊ីឡាងក៏មិនបង្អង់ផងដែរគាត់ក៏បានទីដាវកាប់ទៅវិញភ្លាមតែសត្វចម្លែកមួយនោះក៏បានកិច្ចផុតព្រមទាំងដាក់គាត់មួយដៃប៉ាំង80ម៉ែត្របាត់ទៅឆិនស៊ីឡាងក៏អាសាថាល្បឿនមួយនេះលឿនខ្លាំងណាស់លបងសត្វចម្លែកក៏បានផ្លាទីជាលឿនរួចហើយក៏បានដាក់ទៅកាន់ឆិនស៊ីឡាងមួយដៃទៀតស្ទើរតែធ្វើឲ្យគាត់បាត់បង់ជីវិតបាត់ទៅហើយឆិនស៊ីឡាងក៏បានដឹងផងដែរថាជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់វាអាចសម្លាប់មកកាន់គាត់គ្រប់ពេលវេលាតែហេតុអីបានជាវាមិនព្រមធ្វើមិនត្រឹមតែប៉ុណ្ណោះលបងបិសាចក៏បានប្រកោដាវទៅឲ្យគាត់ផងដែរធ្វើឲ្យឆិនស៊ីឡាងក៏រត់តែមានការងឿងឆ្ងល់ហើយវាក៏បានផ្ដល់សញ្ញាថាឲ្យគាត់នឹងកាប់ក្បាលរបស់វាមកឆិនស៊ីឡាងក៏គិតថាតើវាចង់លេងហ្គេមឆ្មាចាប់បដលមែនទេការប្រយុទ្ធរបស់ពួកគេទាំងពីរក៏នៅតែបន្តរហូតដល់ព្រឹកឆិនស៊ីឡាងក៏ពិតជាវេទនាក៏ព្រោះថាល្បឿនរបស់វាលឿនពេកហើយមិនត្រឹមតែប៉ុណ្ណោះការវិបហាធម្មតាមិនអាចធ្វើឲ្យវាប៉ះពាល់សម្បីតែបន្តិចលបងសត្វចម្លែកក៏បានចាប់ទៅកាន់គាត់ព្រមទាំងនិយាយថាមនុស្សដែលច្រើនឯងពុជិកសោយខ្លាំងណាស់ឆិនស៊ីឡាងក៏បានរើបអំរះចេញពីកណ្ដាប់ដៃរបស់គេហើយគាត់ក៏បានកាប់ដៃគេដាច់មួយផងដែរឆិនស៊ីឡាងក៏បាននិយាយថាអាសត្វចង្រៃឃើញបែបនេះលបងសត្វចម្លែកក៏បានសើចគួរឲ្យចាប់អារម្មណ៍ណាស់នេះគឺជាលើកចុងក្រោយរបស់យើងហើយដែលបានជួបទៅกับមនុស្សដែលអាចធ្វើយើងមានការចាប់អារម្មណ៍បែបនេះឆិនស៊ីឡាងក៏បាននិយាយទាំងកំហុសថាយើងគ្មានពេលលេងសើចជាមួយនឹងឯងទៀតនោះទេយើងនៅតែមានគ្រួសារមិត្តភ័ក្តិព្រមទាំងអ្វីផ្សេងទៀតដែល
យើងត្រូវតែធ្វើដូច្នេះហើយយើងត្រូវតែត្រឡប់ទៅវិញពេលដែលគាត់និយាយបែបនេះក៏មានថាពងមួយក៏បានភាចេញអំពីរាងកាយរបស់គាត់ System ក៏បានប្រាប់ផងដែរថាដោយសារតែឆន្ទៈប្រយុទ្ធគ្មានដែនកំណត់ធ្វើឲ្យព្រះមានការចាប់អារម្មណ៍ជាមួយនឹងលោកម្ចាស់ខ្លាំងមែនទែនដូច្នេះហើយគុណលក្ខណៈរបស់អ្នកទាំងអស់ត្រូវបានបូកចំនួន100ពិន្ទុបន្ទាប់ពីទៅបានថាពបន្ថែមហើយឈិនសិឡាមើលទៅលើកនេះវាពិតជាកំណាយបន្តិចលបងមួយសាយក៏និយាយផងដែរថាទី import ឯមើលទៅគ្រាន់បើជាម៉ូណាឈិនសិឡាក៏មិនបងឯបងអង្គយូផងដែរទៀងកំបិតរបស់គាត់កាប់ទៅកាន់លបងវិសាជាច្រើនដាវខ្លាំងមែនទែនក៏រហូតតតែភាពធន់នៅក្នុងដាវរបស់គាត់បានឈានដល់ដែនកំណត់របស់វាទោះបីជាដាវបានបាក់ក៏ដោយក៏ឈិនសិឡាប្រើកំណាប់ដៃរបស់គាត់វាទៅកាន់លបងវិសាបាំង80ម៉ែត្រផងដែរព្រមទាំងផ្ដាំទៅកាន់វាថាយើងនឹងឲ្យឯងធ្វើជាបន្ទុកបបិសោរបស់យើងតែគ្មានតែលបងវិសាក៏ត្រឡប់មកវិញជាមួយនឹងរូបរាងថ្មីវាប្រហារទៅកាន់គាត់ឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរព្រមទាំងនិយាយថាមនុស្សគ្រាន់តែជាសត្វល្អិតប៉ុណ្ណោះឈិនសិឡាក៏បាននិយាយទាំងអស់សង្ឃឹមថាមើលទៅគ្មានវិធីក្នុងការកម្ចាត់គេនោះទេលបងវិសាក៏ហៅទៅខាងលើបញ្ចេញថាពោចូលទៅក្នុងដៃរូបរាងក្រុងចង្យៈមួយក៏បង្ហាញខ្លួនមកព្រមទាំងនិយាយពាក្យចុងក្រោយថាលីហើយមនុស្សលោករួចហើយក្រុងចង្យៈមួយនោះក៏បានកវាកបិតទៅចំហាយថាពោដូចជាទឹកភ្លៀងក៏បានស្រក់មកលើឈិនសិឡាគាត់ក៏និយាយពាក្យចុងក្រោយហើយថាតើខ្ញុំស្លាប់ហើយមែនទេ System ក៏បាននិយាយថាលោកម្ចាស់ត្រូវបានបញ្ជូនទៅកាន់ផ្ទះវិញបន្ទាប់ពីផ្ចាត់នឹងខ្លួនឈិនសិឡាក៏បានឆ្ងល់ហើយថាតើគាត់បានចាច់ចេញអំពីហ្គេមហើយមែនទេប៉ុន្តែតើនេះគឺជាកន្លែងណាដល់ពេលដែលគាត់ពិនិត្យមើលទៅការ System ដឹងហើយថាគាត់នៅក្នុងហ្គេមនៅឡើយនោះទេតែគាត់បានចាំថាខ្លួនគាត់ត្រូវបានសម្លាប់ដោយអាបិសាយមួយនោះបាត់ទៅហើយប៉ុន្តែមិនដាច់បានជាគាត់នៅតែមានជីវិតទៀតមិនត្រឹមតែប៉ុណ្ណោះសូម្បីតែរបួសរបស់គាត់ក៏ត្រូវបានជាសះស្បើយផងដែរតើវាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដពេលនោះផងដែរក៏មានកញ្ញាម្នាក់ដើរចូលមកនាងក៏បាននិយាយថាអ្នកភ្ញាក់ហើយមែនទេឈិនសិឡាក៏បានស្វាគមន៍ទាំងការនាងទៅឃើញបែបនេះកញ្ញាម្នាក់នោះក៏បានស្រែកហៅទៅកាន់លោកតារបស់នាងលោកតារបស់នាងក៏បានដើរមកធ្វើឲ្យឈិនសិឡាក៏រត់តែមានចម្ងល់បន្ថែមទៀតតើគាត់បាននៅក្នុងភូមិថ្មីហើយមែនទេនៅពេលដែលគាត់និយាយរឿងរ៉ាវប្រាប់ទៅកាន់ពួកគេមិនជឿនោះទេថាគាត់បានស្លាប់ឈិនសិឡាក៏នៅតែបញ្យល់ទៅកាន់ពួកគេតែគាត់ក៏បានសួរថាតើខ្ញុំមកទីនេះដោយរបៀបណាលីលីក៏បានតបថាគួរតែអរគុណទៅកាន់លោកតាដែលគាត់បានជួយអ្នកបន្ទាប់ពីគាត់កំពុងតែដើរប្រមាញ់សត្វលោកតាក៏បាននិយាយផងដែរថាឯងថាស្លាប់ក៏ប៉ុន្តែមិនបានស្លាប់ហើយនេះមិនមែនជាហ្គេមដែលឯងបានលើកឡើងនោះទេហើយយើងក៏មិនមែនជាតួអង្គនៅក្នុងហ្គេមផងដែរប៉ុន្តែគឺជាមនុស្សពិតឈិនសិឡាមិនជឿនោះទេក៏ព្រោះថានេះគ្រាន់តែជាហ្គេមអ្នកមើលនេះទៅនេះគឺជា System ដែលវាបញ្ជាអំពីគុណលក្ខណៈរបស់តួអង្គលេងហ្គេមនីមួយៗឃើញគាត់បាយតែឯងដូចនេះចែលីលីក៏បាននិយាយថាលោកតាមើលទៅក៏មានបញ្ហាខួរក្បាលធ្ងន់ធ្ងរចំណែកឈិនសិឡាវិញក៏នៅតែបន្តស្វែងរក ID របស់សៀវម៉ៃទោះបីជាយ៉ាងណាក៏ដោយនៅតែរកមិនឃើញតើគាត់មិនអាចចាក់ចេញពីទីនេះបានមែនដែរឬទេគាត់ពិតជាចង់ទៅផ្ទះខ្លាំងណាស់ពេលនោះលោកតាក៏បាននិយាយថាគ្មានណាម្នាក់ដែលអាចចាក់ចេញពីទីនេះបានទេក៏ព្រោះថាវាខ្សាច់លទ្ធនយាមានផ្លូវក្នុងការចាក់ចេញឡើយឈិនសិឡាក៏ថាហេតុអ្វីបានជាមិនអាចចាក់ចេញពីទីនេះបានទោះបីជាវាខ្សាច់ធំប៉ុណ្ណាក៏ដោយក៏វានៅតែមានទីបញ្ចប់ផងដែរចំណុចទាំងពីរមកដល់ទីនេះដោយរបៀបណាកញ្ញាលីលីក៏ប្រាប់ទៅថាកាលពីប្រហែលឆ្នាំមុននាងនិងលោកតារបស់នាងក៏បានដើរប្រមាញ់សត្វនេះហើយពេលនោះពួកយើងក៏បានជួយជំនាញព្យុះរន្ទះដ៏ធំមួយជាលទ្ធផលបន្ទាប់ពួកយើងបានផ្ចិតនឹងខ្លួនឡើងវិញក៏បានសក្នុងកោះមួយនេះបាត់ទៅហើយដែលវាក៏ជាវាខ្សាច់លទ្ធនយាកន្លែងមួយនេះសូម្បីតែព្រះក៏មិនអាចចាក់ចេញបានដែររឿងព្រេងនិទានមួយបានពោលថាគឺមានតែការស្វែងរកប្រាសាទពីរ៉ាមីតប៉ុណ្ណោះទៅធ្វើឲ្យយើងអាចរកឃើញសេរីភាពរបស់ខ្លួនឯងបានក៏ប៉ុន្តែមនុស្សរាប់មិនអស់ក៏បានស្វែងរកទៅការប្រាសាទមួយនោះជាលទ្ធផលពួកគេមិនបានត្រឡប់មកវិញនោះទេចាប់តាំងពីពេលនោះមកមនុស្សរស់គ្នាក៏ចាប់ផ្ដើមបោះបង់ជំនឿមួយនេះពួកគេលែងរកទៅកាន់ប្រាសាទមួយនោះទៀតហើយលោកតាក៏បន្តថាជារាល់ថ្ងៃមនុស្សត្រូវបានបញ្ជូនមកកាន់ទីនេះក៏ប៉ុន្តែមិនដែលមាននរណាម្នាក់ចាក់ចេញពីទីនេះបាននោះទេដូច្នេះអញគួរតែទទួលស្គាល់ការពិតទៅឈិនសិឡាក៏នៅតែមិនជឿពេលនោះ System ក៏ថាដោយសារតែលោកម្ចាស់ត្រូវបានកសាងជាថ្មីអញ្ចឹងហើយយើងមានភារកិច្ចថ្មីមួយសម្រាប់នេះនោះគឺជាការស្វែងរកប្រាសាទពីរ៉ាមីតពេលបន្ទាប់ឈិនសិឡាក៏បាននិយាយថាបើទោះបីជាគាត់ចូលនៅក្នុងហ្គេមក៏ដោយប៉ុន្តែគាត់នៅតែមានគោលដៅដែលគឺជាការស្វែងរកប្រាសាទពីរ៉ាមីតស្រាប់តែពេលនោះកញ្ញាលីលីក៏បានហៅទៅកាន់គាត់ព្រមនឹងសួរថាហើយបានជាអ្នកមកកាន់ទីនេះឈិនសិឡាក៏តបទៅថាខ្ញុំគ្រាន់តែចង់ចេញមកដើរលេងប៉ុណ្ណោះតើនោះមែនទេគឺជាវាខ្សាច់ណាតាយ៉ានាងក៏បានតបថាពិតមែនហើយតំបន់ដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះគឺបានហូមព័ទ្ធទៅដោយវាខ្សាច់ណាតាយ៉ាឈិនសិឡាក៏បាននិយាយថាខ្ញុំមិនដឹងថាត្រូវចំណាយពេលប្រមាណនោះទេទើបអាចស្វែងរកឃើញទៅកាន់ប្រាសាទមួយនោះនាងក៏លន់មកថាឯងចង់ស្វែងរកទៅកាន់ប្រាសាទឈ
ชันเซล่างกับบานตอบถามเปิดมาหน่อยกับโปรทางชิมจองจัดเจนปีตีนี่ญาลิลี่กับรอเยอะบอลถาตีนูประหารจะขึ้นประสานนเตบายอินเตอร์ประกอบจิตสลับจะเจียมันข้านก่อยก็ตอบถามชมมาสลับมาดองริบาต่อหอยอันจังสลับมาดองเตียก็มีปัญหาได้เนื้อตามพลายกับญาลิลี่กันนาตาซูมดองเตียกับโปรทางเวสัยนาตยาคือปูปุยต้อยสัตว์จำไรสมัยตายเราตาตาบอลนี้ก็มันอายจะเชียแต่การปูเวตั้งอ้อบานได้ชันเซล่างก็ตอบถามกับบอรามาอีกชมมาได้ไงสลับแต่เป็นนูก็มีสมัครมามวยหอกัดมกระบอกกอดเพลียมตามมาดองแต่วีคือเจียบรามเนี่ยทว่าชันเซล่างมีการเชื่อป่ากับโปรทางกับญาลิลี่บานตัวจะมีก้าไปประหารมวยนู้อย่างออกจากคลามันเต้นเคยแบบนี้เก๋กับบ้านในใจทางลิลี่ยืนจุกนี่มาดองตีไรเงินกับบ้านในใจทางลูกป่านวิคือชื่อไอชันเซล่างกับสวดทางตาไปมีเราไปการไล่จะมีในกอเตอร์ให้เราไว้บ้านชิปูเกวิประหารมาการเยอะเงินกับบ้านตอบทางปูเกคือจิกรมเนี่ยประมาณแต่ปจิกว่าคลาจึงสัจจไล่ตั้งงอนอุตติจิตทอมบ้านมนุษย์ตั้งอ้อนี่คือตายลุยดับบอลเนี่ยเราเตยบอลต่อไปขึ้นกำลังดับบอลลูกป้าหน่อยชันเซล่างบอลจะไม่ชงอดทางตอนนี้คือเจอสมรภูมิแบบหน้าเตยลูกป้านกับทางลิลี่เนี่ยปจิมีสำนักครั้งหน้าแต่บางเคยพอดอัมพิกาจาระบยังก่อไปเลือกมนบนแต่ลักนี่เนี่ยประหารจิกมีสำนักในเตยจังกูแต่รับแต่ว่าจะไม่ยืนเตยเนียนก็ตอบถามได้สมัยแต่ชันเซล่างจำนวนเราไปที่ตัวจะไม่ปวดเกยได้ฉะนั้นเนี่ยกูแต่หาตะการลูกตาเตยลูกป้านกับบานซอยลอลี่จะมันทาปวดแต่มนดับบอลเนี่ยมันไอถูกบาปการยืงบานตีใครก็ขึ้นหน้ามาได้ใจจิ้มไปที่นี่บอลได้ขยันลิลี่ก็ตอบถามจังไอสารบอกบานโดยหายเนียนก็บรรจุระดับนายดับบอลเนี่ยปรนประดับอ้อยชันเซล่างนักฉับหยับเพียมเตยแต่ชันเซล่างก็ตอบถามชมมันจ่ายจริงตีเนียนก็มีการเงยชิงออกก็ปรับตัวถามบนตัวเบอร์จะยืนจุบคนเดียวขนมอยากเปียกไหลก็ได้บนแต่ละขนมวัจนานักการนับชมขมิ้นเปียถาจ่อใจเงยตีในยัยจับเพียมก็ตระบ้านลูกป้านโดยอย่างอ่ำตามเชื่อแต่มาดองไอละเดอแต่วีดาเวนไอในยัยตังไปเปียนาเอาไว้เดี๋ยวไอในยัยบานคือมีแต่กำลังพลังบนอชันเซล่างกับบ้านตอบถามจังแต่เนี้ยคลั่งไอเมื่อไหร่ตอนนี้เมื่อแต่เจียวไว้เดี๋ยวไอเฮาทากำลังเนอะวิเคราะห์แต่เจียกาไปประหารแต่เรียบปนอโดยหายกอดกวีเตอร์ถวายลูกป้านดอกถอยปีใบจะเพียนพองในเก๋ก็หยาบปลาให้ทางกำลังระบาดแล้วไม่ได้มีปัจจุบันถวายใดบอกชมชื่อชันเซล่างก็ซาพองในและบนมือนี้มีปัจจุบันนะแต่ยาลิลี่ก็สู้ทางชันเซล่างแต่เนี่ยมันไอเต้มาไหนลูกป้านแต่ไอช่างบ้านเอาไว้เก๋กับบ้านตอบทางชมบ้านใหญ่จางดอกริมาหายทางชมจังบ้านเนี่ยเงินก็ใส่ท่ามันไอจะรู้ตีไอกูแต่บางเตอเตรียมพอดชันเซล่างกับบ้านโจไลตามปัจจังสอลูกป้านก็ทางแต่เนี่ยป้าสายจะเป็นขยมโดยสาแต่บารมนั้นนี่เมื่อไหร่เงินก็ท่าไอในเยาไว้นั่งยังก่อนจะชื่อมันเพียธรรมดาตีชื่อมันเพียธรรมดาจังอะไรแต่ไอเฮียมไปจะมันยังได้หรือตีก่อนที่พอจีอันดักน้องสนุกไปซอเปอร์เซ็นต์บ้าไอเนี่ยยังมันรำคาญไอเดียตีซิสเต็มก็ถ่ายแล้วมาจ้าตราแต่ยอดเนี่ยแต่การสมอลไปเขียนลูกปานรำวันในตัวบ้านคือจีแพนตี้ระบบประสาพีระมิดหรือโดยเนี่ยชันซิล่างก็จับบารามเปอร์เซ็นต์มากก็อาจจะเนี่ยนึกก็ประกอบจะไอรักเคยแต่การประสาพีระมิดมือนุอันจังยังยกปลอมหนังการยึดมือนี่ตัวโจบันดังทางเสียงมันตอนนั้นตัวจีนหน้าพองเพียมนี่ก็ตระบ้านกัดสลายคือเหมือนแต่ร้อนจำตุสนาเพื่อมองต่อบรรทับเดียดจมูกงานมินตีให้ก็สมัครใช้เรากับหัวข้อชิคอนแต่ไรหน้าได้บางการแล้วนักทั้งวิดีโอแต่มาดองจีบิเซคือสำเร็จลำค้าให้ก็เอาคนแต่การในกระหันจนใบรูปพองหน้าได้เนี่ยตีมวยคือบอลอุปทานมาการในเมียนจำนวนมีปอนเรียนเนี่ยตีปีอุปทานจำนวนโซนจะโซนปรามเซนหนึ่งเนี่ยตีใบจำนวนปรามรอยเรียนพองได้ให้มีกับเปิดเชี่ยวคนแต่การปลูกก่อแต่งใบให้สำหรับในกระหันหน้าได้จังอุปทานมาการแอดมินไอคือไออุปทานตามระยะชัวกดขังเลิกไม่บ้านแอดมินเมียนตะเปียท่าเอาคนหนึ่งจุนปอในต่างเอาคณิรอสี่จุดเต็มบ้านต้นหน้าหมอกหน้าประกอบไอสวัสดิ์เพียบเป็นในปีสิบหน้าแอดมินบายจุกนี่เราครั้งวิดีโอกราว